បាទជំរាបសួរលោកគ្រូអ្នកគ្រូឥឡូវយើងមកយល់ដឹងខ្លះៗអំពីកម្មវិធីGeoGebra Classic នេះណាអញ្ចឹងយើងយល់ពី function មួយបាទរបៀបដែលយើង zoom in zoom out យើងពង្វិលកងនេះកែmouse wheel អាហ្នឹងកន្លែងពង្វិលហ្នឹងយើង zoom in zoom out ហើយមួយទៀតរបៀបដែលយើងផ្លាស់ទីយើងចង់ចាប់មើលខាងណាក៏បានអញ្ចឹងយើងអាចចុច shift ឬក៏ចុច space បាទចុច shift ឬក៏ចុច space ទាំងពីរហ្នឹងដូចគ្នាណាវិញចុច switch ឬក៏ space ឲ្យជាប់ទៅយើងចុច mouse click mouse ឆ្វេងបាទយើងអាចចាប់ទាញទៅណាក៏បានដែរបាទហ្នឹងមុខងារ basic ហើយមួយទៀតយើងចង់កុំឲ្យឃើញ coordinate ហ្នឹងតត4នេះហ្នឹងណាបាទអញ្ចឹងយើងអាចចុច click មកស្ដាំយកពាក្យ show axis នេះយើងដកចោលមកហើយ grid នេះយើងដកចោលដែរមកបើន័យថាអត់ឃើញទេណាពេលដែលយើង save រូបទៅវាអត់ជាប់អាហ្នឹងទេអញ្ចឹងយើងចង់ឲ្យវាឃើញវិញដើម្បីយើងសួរគូរូបថតនិមិត្តយើងអាចបង្ហាញវាមកណាបាទអញ្ចឹងចំពោះអានេះយើងមិនចាំបាច់បង្ហាញទេព្រោះយើងចង់គូរូបត្រីកោណរូបការ៉េអីចឹងមិនបាច់ដាក់បង្ហាញវាទេបាទអញ្ចឹងមុខងារទាំងអស់នេះគេហៅថា tool ហ្នឹងវាមានមុខងារផ្សេងគ្នាដើម្បីគូររូបណាមួយយើងអាចប្រើជា point នេះក៏បានដែរណាចុចលើវាមួយវានឹងបង្ហាញមុខងារផ្សេងនៅលើហ្នឹងហើយត្រង់នេះក៏បានប៉ុន្តែវាអាចជាចំណុចមួយហើយនឹងបន្ទាត់ទៅរហូតនេះវាគ្រាន់តែជាចំណុចដៅទេហើយ segment នេះយើងអាចដើរចំណុចមួយទៅចំណុចមួយហើយយើងជាប់គ្នាទៅចេញជារូបថតនិមិត្តមួយបានដូចគ្នាណាហើយនេះក៏ដូចគ្នាដែរណាហើយប៉ុន្តែវាមានពណ៌ highlight តាមហ្នឹងនៅពេលដែលយើងគូររូបច្រើនហើយយើងចង់គូរទាត់នឹងអីចឹងណាហើយត្រង់នេះកន្លែង polygon នេះយើងអាចគូររូបថតនិមិត្តបានបាទហើយត្រង់នេះយើងអាចគូរជារង្វង់បាទរង្វង់ឬគូសមុំបាទមុំកដាលអីនេះយើងអាចប្រើហ្នឹងបានណាអានេះដូចគ្នាយើងអាចប្រើជាគូ ellipse គូខ្សែកោង parabol បាទ hyperbol យើងអាចគូក្នុងនោះបានណាហើយត្រង់នេះយើងអាចគូជាលក្ខណៈមុំប្រហែល degree យើងអាចប្រើលើនេះហើយនេះជាការវាស់ប្រវែងជាຂະຫນາດវាស់ប្រវែងនេះយើងប្រើនេះបានហើយត្រង់នេះគឺការវាស់គេហៅថាផ្ទៃកន្លានេះការវាស់ផ្ទៃកន្លាណាអានេះគេហៅថាវាស់ពាក់កណ្ដាលការគិតពាក់កណ្ដាលហើយផ្សេងនេះយើងមាន function ផ្សេងទៀតទៅខាងថ្នាក់វិទ្យាល័យហើយអានេះ reflect អានេះថាគុំខាងឆ្លងខាងទៀតចឹងណាអានេះជា slider ជារូបមន្តហើយនឹងជាអក្សរជារូបភាពនៃបតុនបាទ click box សម្រាប់ check box អីហ្នឹងយើងដាក់ត្រង់ input box ហើយត្រង់នេះយើងអាចទេដូចខ្ញុំប្រាប់ហ្នឹងចុច shift ឬក៏ចុច space យើងចុចលើហ្នឹងយើងអាចទេបានចុចតាណាក៏បានអញ្ចឹងណាបាទចុចទៅនឹងមកវិញអានេះ zoom in ចុចចឹងទៅដែលយើងចុចមួយទៀត zoom out បាទហ្នឹងការប្រើប្រាស់tool តែបើយើងអត់ប្រើប្រាស់ tool ទេយើងប្រើ mouse បានណាចុចកន្លែង move វិញមកបាទយើងចុចចឹងអត់កើតទៀតទេយើងចង់ move ចុច mouse ពង្វិលមកបាទចានេះ basic ក្នុងការប្រើប្រាស់